Ok ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីរបៀប set up Azure server យើងនាំគ្នា set up ប៉ុណ្ណឹងឲ្យហើយគ្រប់គ្នាអស់ហើយចាំ set up VB មួយទៀត set up ហើយដល់ពេលយើងទៅរៀនហ្មងយើងមានកម្មវិធីរៀនស្រាប់ Visual អញ្ចឹងជាមួយខ្ញុំឲ្យ link download អានេះឬក៏អត់ download ទេចាំមក copy ពីខ្ញុំក៏បានដែរ Azure server 2008ហ្នឹងពេលយើងបើកមកវាមាន file ប៉ុណ្ណឹងអញ្ចឹង set up វាយើងគ្រាន់ double click លើពាក្យថា set up នេះវា config វាច្រើនបន្តិចអាហ្នឹងបន្ទាប់មកយើងចុច run program នេះមកបាទបន្ទាប់មកវាឲ្យផ្ទាំងយើងមួយចេះយើងចុចលើ installation នេះហើយយើងចុចលើ new SQL server standalone ហ្នឹងមកលើគេហ្នឹងចុចលើវាមកហើយយើង run បានបន្ទាប់មកយើងចុច OK មកinstall ហ្នឹងហើយទៅជំហានមុនដំបូងយើងរៀនអាហ្នឹងសិនចាំយើងទៅរៀន VB យើងចុចលើ install នេះមកតោះមកវាបើកផ្ទាំងមួយទៀតឲ្យយើងនេះនៅកន្លែង configure នេះកន្លែងនេះអត់មានអត់មានបញ្ហាអីទេយើងបើកមកយើងធ្វើមិនក៏ដោយកុំឲ្យកុំព្យូទ័រយើងមាន VB មុនបានហើយធ្វើមិនក៏ដោយឲ្យកុំព្យូទ័រយើងហ្នឹង install SQL server មុន VB បានទៅបើមិនយើង install VB មុនកន្លែងហ្នឹង error កន្លែងហ្នឹងហើយទៅមកគាត់រួចទេអញ្ចឹងបើសិនជាបញ្ហាបើសិននេះដល់កន្លែងហ្នឹងហើយយើងមានពណ៌ក្រហមណាមួយនៅលើហ្នឹងអញ្ចឹងយើងមើលកុំព្យូទ័រយើង uninstall VB ចេញឬក៏បើសិនជាវាអត់ដើរទៀតវិធីមានតែ set Windows ថ្មីអញ្ចឹងកន្លែងនេះអត់អីទេកន្លែង firewall នេះយើងវាចេញ warning ក៏អត់អីដែរអញ្ចឹងយើងចុច next ទៀតមកពេលយើងចុច next ទៀតមកហើយចុច next ទៀតមក next ទៀតហើយ accept នេះនៅត្រង់កន្លែងនេះយើង select all select តែរបស់ខ្ញុំធ្លាប់ install ហើយអញ្ចឹងវា tick ហើយតែរបស់យើង select all ហ្នឹងមកហើយយើងចុច next មកហើយអានេះយើងដាក់យើងយក default instant យើងអត់យក name instant ទេយើងយក default instant មានន័យថាឈ្មោះ SQL យើងចេញមកឧទាហរណ៍ថាយើងដាក់ឈ្មោះកុំព្យូទ័រយើងវាសនា PC យើងទៅបើសិនជាយើងដាក់ name instant ពេលដែលយើងដាក់ឧទាហរណ៍ថា A1 យើងមក KK យើងទៅអញ្ចឹងពេលដែលយើង log ចូលទៅ SQL server យើងត្រូវដាក់ថាវាសនា PC/KK អញ្ចឹងវាវែងឆ្ងាយអាហ្នឹងដើម្បី secure របស់យើងគេចង់ដាក់ instant នឹងមួយទៀតឲ្យគេពិបាកទាយតែយើងអត់ទេយើងអត់ដាក់អាហ្នឹងឯងយើងយក default instant មកបើន័យថាបើសិនជាយើងដាក់ឈ្មោះកុំព្យូទ័រយើងវាសនា PC គឺចេញពីវាសនា PC អត់មាន slash អីទៀតទេអញ្ចឹងកន្លែងនេះយើងអត់មានកែទាំងអស់យើងគ្រាន់ tick យក default instant យើងចុច next បន្តទៀតមកអូខេរបស់ខ្ញុំ instant អូខេដោយសារតែរបស់ខ្ញុំធ្លាប់ install instant default instant នឹងម្ដងហើយអញ្ចឹងវាអត់ឲ្យ install ម្ដងទៀតអញ្ចឹងខ្ញុំទាមទារឲ្យត្រូវតែដាក់ name instant ឲ្យវាឧទាហរណ៍ថាខ្ញុំដាក់ចឹងមកខ្ញុំចុច next តែរបស់យើង tick យក default instant មកណាបាទបន្តមកយើងចុច next ទៀតចុច next ហើយនេះកន្លែង server configuration នេះគឺយើងត្រូវរើសក្នុងចំណុចទាំងប្រមាណហ្នឹងពេលខ្លះវាចេញ5បន្ទាត់ពេលខ្លះវាចេញ4អញ្ចឹងក្នុងទាំងអស់យើងត្រូវតែរើសយក system ទាំងអស់ authority វាយើងអត់យក network យើងយកជា system ជាទូទៅនៅខាងក្រោមនេះវាមាន network មួយទៀតអញ្ចឹងយើង select យើងយក system ដូចគ្នានៅបន្ទាត់ទី5ខាងក្រោមនេះយើងអត់មានដាក់អីទាំងអស់យើងគ្រាន់យកតែ system យើងមកអញ្ចឹងយើង next ទៀតកន្លែងហ្នឹងត្រូវតែយក system ណាតែផ្លេចអត់បានទេហើយសំខាន់មួយទៀតនោះគឺកន្លែងយើង add permission ឲ្យ user នេះ
កន្លែងនេះយើងត្រូវ add ចុចលើ add current user នេះបានន័យថាយើង add user computer យើងឲ្យមានសិទ្ធិ access ទៅលើ SQL database engine មកវាចឹងយើងចុច add មកកន្លែងនេះវា take time តិចអូខេចឹងវា load មកហើយវាស្នា PC អញ្ចឹងពេលដែលយើងចុច load ចឹងហើយកន្លែងដែលសំខាន់នោះគឺ tick លើកន្លែងនេះដាក់ password បើសិនជាយើងអត់ដាក់ទេយើងយក Windows authentication នេះបានន័យថាយើងអត់មាន password lock ចូលទេអញ្ចឹងគេស្រួល lock ចូលរបស់យើងណាគេអាចធ្វើអីក៏បានដែរអញ្ចឹងយើងយកអានេះមកយើងដាក់ password មក password ជាទូទៅដាក់1 2 3 1 2 3ទាំងអស់គ្នាទៅកុំឲ្យភ្លេច1 2 3 យ៉ាងមកតែមកយើង next ទៀតយើង add user ចូលមកតង់ទៀត add user add account ចូលអញ្ចឹងវានឹង add យក user computer យើងចូលក្នុងហ្នឹងហើយអានេះ admin បាន admin permission វាមួយតោះមកយើង next ទៀតមកហើយយើងចុច next ទៀត next ទៀត next ទៀតហើយដល់កន្លែងនេះយើងចុចតែ install ទៅវាទៅហើយហ្នឹងវា take time ប្រហែលជា20នាទីអីដែរបានពេញអញ្ចឹងយើង install ប៉ុណ្្នឹងមកបាន SQL server ប្រើប្រាស់ហើយអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបើអត់មាន file copy របស់ខ្ញុំបើមាន file ហើយ install អាហ្នឹងឲ្យហើយថ្ងៃអាទិត្យយើងចាប់ផ្ដើមមេរៀនហ្មងណាចុច install វាទៅមកហើយអញ្ចឹងពេលដែលអ្នកទាំងអស់គ្នា install ហើយអ្នកទាំងអស់គ្នាបានជា application មួយនេះចូលក្នុង start មក program file យើងទៅមើល SQL server Microsoft SQL server នេះ2008យើងពលាហ្នឹងមកយើងឃើញរូបនេះរូបញួរមួយហើយរូប solid មួយនេះយើងចុចលើវាមកអញ្ចឹងវាបើកមកចេះអាខាង server ថៃនេះយើងយកជា database engine ម៉ាស៊ីន database ហ្នឹងចុចមកហើយដាក់ឈ្មោះកន្លែង server name នេះយើងអាចដាក់បាន3ប្រភេទទី1យើងដាក់ឈ្មោះ computer របស់យើងឈ្មោះ computer របស់យើងជាទូទៅបើសិនជាយើង config លើ computer របស់គេយើងអត់ដឹង computer គេឈ្មោះអីទេយើងចង់ឲ្យច្បាស់មកយើងចូលទៅrun មកយើងវាយពាក្យ cmd ហើយវាយ host name នេះដាក់ឈ្មោះនឹងចូលទៅខាងក្នុងហ្នឹងទី1គឺយើងដាក់ឈ្មោះ computer ទី2យើងដាក់ IP address របស់ computer អញ្ចឹងការ log ចូលទៅក្នុង SQL server វាមានច្រើនបែបចង់ log មួយណាក៏បានដែរជាទូទៅបើយើងចង់ឲ្យវាល្អគឺយើងដាក់ IP ដោយសារតែខ្ញុំ run លើមួយម៉ាស៊ីនខ្ញុំដាក់ឈ្មោះនេះតែម្ដងទៅអញ្ចឹងឥឡូវហ្នឹងយើងអាចរើស IP នេះយើងដាក់ IP នេះចូល 172.16.88.83.246 ដាក់ចូលទៅប្រឡោះហ្នឹងហ្មងអាហ្នឹងក៏អាច log ចូលបានដែរហើយមួយទៀតបើយើងអត់ដឹង IP នេះយើងខ្ជិលចូលទៅ IP config មើលអីយើងដាក់ចុចយកហ្មងដាក់ជាលក្ខណៈចេះចុចតែមួយក៏ log ចូលដែរអញ្ចឹងអាច log បាន3ប្រភេទជាទូទៅយើងដាក់ IP អញ្ចឹងទៅឈ្មោះមកយើងកុំដាក់ចុចអញ្ចឹងណាប៉ុន្តែដាក់ចុចអញ្ចឹងយើងអត់ដឹងអីទាំងអស់យើងអត់ដឹង PC ហើយយើងក៏អត់ដឹង IP យើងដាក់ចុចមក log បានដូចគ្នាហើយកន្លែងនេះ Windows authentication នេះបានន័យថាកន្លែងយើង tick មុនយើង tick ទៅដោយយើងអត់ដាក់ password យើងយកអា Windows authentication បានន័យថាអត់ដាក់ password ទេអញ្ចឹងគេគ្រាន់តែរើសអាហ្នឹងមកគេ log ចូលទៅក្នុង database យើងបានហើយប៉ុន្តែយើងចង់ឲ្យ secure មែនតើគឺយើងដាក់ SQL server មក authentication នេះយើងចុចមកជាទូទៅ default user វាដែលយើងដាក់ password 123 123មិញហ្នឹង user login វាគឺសារជា default user របស់វាអញ្ចឹងចេញមកមុនដំបូងយើងចុចសារយ៉ាងមក password យើង123យ៉ាងមកប៉ុន្តែដោយសារតែខ្ញុំអត់ដាក់ password 123ខ្ញុំវាយ password របស់ខ្ញុំហើយខ្ញុំចុច connect អញ្ចឹងវា log ចូលទៅដល់ SQL server របស់យើងអញ្ចឹងក្នុងនេះអត់មានពិបាកទេចាំពេលដែលយើងរៀនយើងដឹងហើយថាមិនក្នុង database មាន database មាន security user របស់យើងមិញហ្នឹងខ្ញុំបង្ហាញមួយទៀតចុះការដូរ password user សាររបស់យើងមិញហ្នឹងយើងអាចចូលទៅ security នេះហើយយើងចូលទៅក្នុង login មកយើងឃើញ user សារមួយឃើញទេអញ្ចឹងយើង login user សារនេះគឺជា administrator ហើយជា user admin ហើយអញ្ចឹងបើយើងចង់ change password ដែលយើងដូរ1 2 3មិញហ្នឹងយើងចង់ដាក់ឲ្យ secure តិចមកយើងចូលទៅ property មកចូលទៅ property នេះ password គឺយើងអាចដូរ password ឡើងហ្នឹងបានដូរចឹងហើយយើងចុច OK ទៅប៉ុណ្្នឹងទៅដូរ password ហើយបាទអញ្ចឹងអត់មានអីទៀតទេហើយសង្ឃឹមថា install អាហ្នឹងឲ្យគ្រប់គ្នាទៅ